ប្អូនដែលកំពុងតាមដានវីដេអូឃ្លីបមួយនេះសម្រាប់ពេលនេះខ្ញុំបានកំពុងតែស្ថិតនៅក្នុងភូមិក្រុងសុផាតនៃស្រុកស្មោះបាងនៅខាងមុខផ្ទះលំហែដល់ភូមិចុងភូមិបាទហើយជាកិត្តិយសមែនតើថ្ងៃនេះមានឥឡូវបានមកជួបជាមួយនឹងបងខាងវិញអ្នកស្ថាបនិកក៏ជាអ្នកដឹកនាំនៃកម្មវិធីច្រើនមែនតើនៅក្នុងសង្គមបញ្ញវន្តបាទហើយជាពិសេសថ្ងៃនេះគាត់ចូលមកដឹកនៅទស្សនវិជ្ជានៃកសិកម្មនៅក្នុងតំបន់សុផាតយើងមានការីមានជាមានខ្សែម៉ៅមានមកខុតចាហ្នឹងហើយបងនិយាយទៅនៅទីនេះអ្វីដែលយើងខ្ញុំចាប់អារម្មណ៍ជាងគេគឺថាធម្មជាតិស្រស់បំព្រងបាទរួចមួយវិញទៀតបងប្អូនវិជាកសិករយើងលោកមានការយល់ដឹងច្រើនលោកដាំដុះនិយាយចាក់ចំការមួយធំចំការជាលក្ខណៈគ្រួសារមែនប៉ុន្តែគាត់ដីគាត់ចាប់ពី3ហិកតា5ហិកតាឡើងទៅដែលយើងចាប់អារម្មណ៍ហើយគាត់មានការយល់ដឹងទៅលើវិស័យកសិកម្មការដែលមានកម្រិតខ្ពស់ឡើងបាទគ្រប់ក្រុមគ្រួសាររដូវនេះគឺរដូវកាលប្រមូលផលជាភោគផលសរៀនច្រើនមែនតើនេះគ្រួសារមួយសុទ្ធតែបានផលច្រើនមែនតើឡើងដូចច្រើនដែរបាទដូចតែបើយើងឧស្សាហ៍យើងមានការព្យាយាមយើងដាំដុះមិនខ្វះទេបងរត់ទៅយើងចឹងណាហ្នឹងហើយអញ្ចឹងក្នុងនាមយើងជាពលរដ្ឋខ្មែរយើងត្រូវចូលរួមផ្សព្វផ្សាយនៅអ្វីដែលខ្មែរមានហើយយើងចូលរួមបង្កើននៅចំណេះដឹងឲ្យបានកាន់តែច្រើនឡើងធ្វើឲ្យភ្ញៀវទេសចរចាគាត់អញ្ជើញមកកាន់ប្រទេសយើងអញ្ចឹងទៅយើងនឹងបានចំណូលសេដ្ឋកិច្ចដល់ជាតិយើងបាទចាបើអញ្ចឹងទេផល្លាជាលើកទី1ឲ្យមកលេងនៅក្នុងជីផាតរបស់យើងតំបន់ជីផាតយើងមានអារម្មណ៍យ៉ាងម៉េចដែរឃើញទស្សនវិជ្ជាសូម្បីតែមេឃក៏លោកឡើយទៀតឲ្យជួយដែរយប់ឡើងទៅជាចាបាទភ្លៀងច្រើនទៅដល់ភាសានេះគឺបាច់និយាយភ្លៀងច្រើនតែថ្ងៃនេះនេះខ្ញុំសូមជម្រាបជូនបងការប៉ັດណានេះខ្ញុំរីករាយខ្លាំងណាស់ទីមួយនៅពេលដែលនេះខ្ញុំបានមកដល់ជីខាតនេះខ្ញុំបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីបងទៅបានចាហើយមកដល់ទីនេះនេះខ្ញុំបានបានចំណាយលុយទៅលើផ្ទះសំណាក់អីទេថ្ងៃនេះគឺថានេះខ្ញុំគេងនៅតាំងចាគេងតង់បងគេងតង់បាទយើងបោះតង់សម័យនេះនិយមណាបាទសម័យនេះនិយមសម្រាប់បងប្អូនយុវវ័យដែលជាមកលេងនៅជីខាតនេះគឺគេបោះតង់តាមមាត់ស្ទឹងគាត់អីចឹងណាចាហើយយើងបោះតង់នេះគឺនៅក្នុងផ្ទះលំហែរបស់បងគឺចុងភូមិដើមភូមិបាទពុកបងប្អូនជាលក្ខណៈគ្រួសារអីចង់អាចមកលេងអីអាចអញ្ជើញមកបានតាមTelegramអីចឹងទៅអត់គិតលុយគិតអីសំខាន់មកលេងកំសាន្តនៅក្នុងតំបន់ទេសចររបស់ជាតិយើងដើម្បីលេងលើកស្ទួយនៅសក្តានុពលនៃទេសចរជាតិរបស់យើងចាហ្នឹងហើយហើយមួយវិញទៀតនេះខ្ញុំសូមជម្រាបជូនលោកអ្នកនាងដែរក្រុមការងាររបស់យើងមកទីនេះគឺយើងបានបំពេញការងារយើងផ្ដិតយកទៅលើខាងវិស័យកសិកម្មចាយើងធ្វើបានចំការមង្ឃុតហើយនិងចំការទុរេនហើយអ្វីដែលនេះខ្ញុំចាប់អារម្មណ៍ក្រៅពីដំណាំចំការមានច្រើនអញ្ចឹងហើយគឺយើងមានតំបន់ទេសចរអញ្ចឹងប្រសិនបើបងប្អូនយើងចង់មកតំបន់កំសាន្តនៅរាយសមុទ្រណាលោកអ្នកអញ្ជើញមករាយសមុទ្រមិនមែនទៅក្រៅប្រទេសទេអូចានៅខេត្តកោះកុងចាល្អណាស់បងល្អណាស់ធម្មជាតិស្អាតស្រស់ស្អាតមែនតើបៃតងមានភ្នំមានអីអញ្ចឹងទៅមានក្បាលទឹកហើយមានដំណាំហូបផ្លែជាច្រើនបែបធម្មជាតិបងប្អូនសប្តាហ៍នេះអញ្ជើញមកលេងជីផាតទាំងអស់គ្នាដើម្បីលើកស្ទួយវិស័យទេសចរក៏ដូចជាលើកទឹកចិត្តដល់ជាប្រវត្តិនៅភូមិគុំជីផាតយើងដែរចាហ្នឹងហើយអញ្ចឹងសូមបងប្អូនលោកអ្នកនាងទាំងអស់សូមយើងចូលរួមផ្សព្វផ្សាយទាំងអស់គ្នាណាហ្នឹងហើយជីផាតគឺជាតំបន់ទេសចរមួយដ៏ស្រស់បំព្រងសម្រាប់បងប្អូនយើងអញ្ជើញមកយើងតិចគ្រប់រដូវប្រាំងនិងរដូវវស្សាចាអញ្ចឹងអញ្ជើញមកទាំងអស់គ្នាចាប់ពីពេលនេះតទៅយើងសូមយកជីផាតដាក់នៅក្នុងបេះដូងទាំងអស់គ្នាខ្ញុំស្រឡាញ់ជីផាតស្រឡាញ់ជីផាតអរគុណបាយបាយបងអញ្ជើញមកបាទដោយមិនញ៉ាំទៅណាហើយចាំរឿងចាំជានិច្ចកាលបងជិះទូកជាមួយស្រីនាពេលថ្ងៃលិចរលកបោកបក់ពេចព្រិចរំលេចឆោពណ៌រាំងសីសមុទ្រក្នុងក្រៅស្រែកហៅចិនដាបណ្ដាជលសាអោវាសនាអ្នកនេសាត្រីសមុទ្រសែនជ្រៅចិត្តពើជ្រៅជាងជលស័យស្មានថាអូនស្មងដូចកងរៃមិនដឹងចិត្ត
ថ្លៃដូចថាកៃឡើយអង្គុយលើទូកទឹកភ្នែកបងស្រក់លើទឹកមួយយប់ដល់ព្រឹកសែននឹកដល់ស្រស់ប្រានត្រើយដងទងអើវ៉ានៅសល់តែខ្យល់រំភើយទូកតូចចតដល់ច្រាំងហើយមិនលឺចម្លើយពើអើយទៅ លោកមកទៅស្រែកហៅខ្ញុំសោកផ្ដាំឲ្យអូនមកតែពុនលោកចិត្តចាក់រំជួលលេចដៃសមុទ្រក្បត់ទាំងស្នេហ៍ឲ្យបងឆាបឈួលបកងរងចាំនិមលបងចាំទទួលស្នេហ៍អូនវិលវិញ នឹកដល់ស្រស់ត្រានត្រើយដងទងអើវ៉ានៅសល់តែខ្យល់រំភើយទូកតូចចតដល់ច្រាំងហើយមិនលឺចម្លើយពើអើយទៅណាប្រឡកមកទៅស្រែកហៅខ្ញុំសោកផ្ដាំឲ្យអូនមកតែពន្លកចិត្តចាក់រំជួល